ឬសួរបងប្អូនទាំងអស់គ្នាដូចជាអ្វីដែលអស់លោកអ្នកបងប្អូនទាំងអស់គ្នាបានដឹងចំពោះការដែលកើតមានឡើងនៅជាមួយពិភពលោកប្រទេសរបស់យើងទើបតែបានឆ្លងកាត់ហើយអាចនឹងកើតមានឡើងសារជាថ្មីហើយអ្វីដែលកំពុងតែកើតមានឡើងដែលប៉ះពាល់ដល់ពិភពលោកប៉ះពាល់ដល់សេដ្ឋកិច្ចដែលបងប្អូនទាំងអស់គ្នាបានជ្រាបច្បាស់ពីអ្វីដែលកើតមានឡើងគឺសង្គ្រាមគឺបញ្ហានិងការលំបាកជាច្រើនដែលមាននៅក្នុងពិភពលោកយើងនេះដែលមនុស្សជាច្រើនដែលគាត់ជាអ្នកជឿព្រះគាត់ធ្លាប់បានជឿព្រះឬក៏គាត់ជាអ្នកដែលមិនជឿព្រះតទៅសោះគាត់អាចនឹងមានសំណួរសួរថាពិភពលោកនេះបើមានព្រះមែនហេតុអីបានជាការទាំងអស់នេះកើតមានឡើងឬអ្នកខ្លះគេនឹងថាគ្មានព្រះឯណាដែលមកឬក៏គ្មានព្រះយេស៊ូវណាមកសង្គ្រោះមនុស្សទេបើមានព្រះមែននោះម្ល៉េះពិភពលោកយើងនេះមិនមានការលំបាកម្ល៉េះមិនមែនមានសង្គ្រាមម្ល៉េះមិនមានការអត់ឃ្លានម្ល៉េះមិនមានការកាប់សម្លាប់បងប្អូនហើយខ្ញុំចង់ជម្រាបបងប្អូនទាំងអស់គ្នាឲ្យបានដឹងថាការទាំងអស់នេះកើតមានឡើងដោយព្រោះតែអំពើបាបដោយព្រោះតែមនុស្សមិនស្ដាប់បង្គាប់ព្រះដោយព្រោះតែភាពលោភលន់ដោយព្រោះតែមហិច្ឆតារបស់មនុស្សដែលការអាក្រក់ទាំងអស់នេះកើតមានឡើងហើយអ្វីដែលយើងទាំងអស់គ្នាត្រូវជឿជាក់ហើយមានជាពិសេសបងប្អូនដែលជាគ្រីស្ទៀនជាពិសេសបងប្អូនដែលជឿលើព្រះយេស៊ូវបងប្អូនត្រូវតែមានសេចក្តីជំនឿរឹងមាំហើយជឿជាក់ពីព្រោះព្រះដែលបង្កើតផ្ទៃមេឃព្រះដែលបង្កើតរបស់សព្វសារពើទាំងអស់បានប្រាប់ហើយថាការទាំងអស់នេះនឹងកើតមានឡើងហើយព្រះអង្គទ្រង់មិនដែលភ្លេចសន្យារបស់ផងព្រះអង្គនោះទេខ្ញុំចង់ជម្រាបបងប្អូនពីសេចក្តីដែលមានចែងនៅក្នុងព្រះគម្ពីរគឺនៅក្នុងពេត្រុសខ្សែទី2ចំពុកទី3ខទី9ដែលព្រះគម្ពីរបានចែងយ៉ាងដូចនេះថាព្រះអង្គម្ចាស់មិនផ្អាកសេចក្តីសន្យារបស់ទ្រង់ដូចជាមានអ្នកខ្លះគិតស្មាននោះទេគឺទ្រង់សពប្រហាតីអត់ធ្មត់នឹងយើងរាល់គ្នាវិញដោយមិនចង់ឲ្យអ្នកណាមួយវិនាសឡើយគឺចង់ឲ្យមនុស្សទាំងអស់បានប្រែចិត្តវិញនេះគឺជាការអត់ធ្មត់របស់ផងព្រះជាម្ចាស់ដែលព្រះអង្គសពប្រហាតីឲ្យមនុស្សទាំងអស់បានស្ដាប់ឮដំណឹងល្អបានស្ដាប់ឮពីសេចក្តីសន្យាហើយនិងសេចក្តីសង្គ្រោះរបស់ផងព្រះជាម្ចាស់ហើយពួកគេអាចធ្វើការផ្លាស់ប្រែចិត្តមានន័យថាពួកគេឈប់ប្រព្រឹត្តអំពើបាបហើយមករស់នៅដោយការស្ដាប់បង្គាប់ព្រះជាម្ចាស់វិញប្រហែលជាបងប្អូនទាំងអស់គ្នាអាចសួរចោះសង្គ្រាមសប្តាហ៍ថ្ងៃការទាំងអស់នេះត្រូវតែកើតមានឡើងនៅក្នុងព្រះគម្ពីរម៉ាថាយចំពុកទី24ខទី6ព្រះគម្ពីរបានចែងយ៉ាងដូចនេះថាអ្នករាល់គ្នានឹងឮនិយាយពីចម្បាំងនិងដំណឹងពីចម្បាំងនោះកុំឲ្យមានចិត្តថប់បារម្ភឡើយត្បិតការទាំងនោះត្រូវតែមកដល់តែពុំទាន់ដល់ចុងបំផុតនៅឡើយទេបងប្អូនសង្គ្រាមកើតមានឡើងដោយព្រោះតែមនុស្សសង្គ្រាមកើតមានឡើងដោយព្រោះតែចិត្តមិនស្កប់ស្កល់ចិត្តដែលលោភលន់ចិត្តដែលចង់បានអំណាចចង់គ្រប់គ្រងផែនដីទាំងមូលការនោះឯងដែលបង្កឲ្យមានសង្គ្រាមប៉ុន្តែព្រះអង្គទ្រង់មានព្រះបន្ទូលថាការនេះវានឹងកើតមានឡើងតែពេលវេលាដែលព្រះអង្គយាងមកមិនទាន់មកដល់ទេការលំបាកនឹងកើតមានឡើងអ្វីដែលយើងទាំងអស់គ្នាត្រូវធ្វើដែលជាគ្រីស្ទៀនត្រូវប្រកាសដំណឹងល្អប្រាប់ដល់អ្នកដែលមិនស្ដាប់ឮដំណឹងល្អដើម្បីឲ្យពួកគេធ្វើការពិចារណាផ្លាស់ប្រែចិត្តហើយទទួលបានសេចក្តីសង្គ្រោះខាងព្រលឹងវិញ្ញាណពួកយើងទាំងអស់គ្នានឹងត្រូវស្លាប់ទោះបីជាមិនមានសង្គ្រាមក៏យើងត្រូវតែស្លាប់ពីព្រោះគ្មានមនុស្សណាមួយដែលរស់នៅដែលមិនត្រូវស្លាប់នោះទេគឺយើងត្រូវតែស្លាប់ប៉ុន្តែអ្វីដែលពិសេសមុនពេលដែលយើងស្លាប់បងប្អូនទាំងអស់គ្នាត្រូវតែស្ដាប់ឮដំណឹងអំពីព្រះយេស៊ូវថាព្រះអង្គទ្រង់ស្រឡាញ់បងប្អូនទាំងអស់គ្នាហើយព្រះអង្គយាងមកដើម្បីនឹងសង្គ្រោះព្រលឹងវិញ្ញាណរបស់បងប្អូនទាំងអស់គ្នាដូច្នេះបងប្អូនហើយការនេះកើតមានឡើងតែគ្រីស្ទៀនភ័យព្រួយដែរទេប្រកាសជាភ័យព្រួយពីព្រោះយើងរស់នៅក្នុងខែសាច់ឈាមដូចគ្នាយើងខ្វល់ខ្វាយដែរទេ
យើងខ្វល់ខ្វាយដែលព្រោះតែវាប៉ះពាល់ដល់សេដ្ឋកិច្ចរបៀបនៃការរស់នៅរបស់យើងដូចគ្នាប៉ុន្តែសួរថាតើយើងភ័យខ្លាចរហូតដល់តែយើងមិនដឹងថាធ្វើយ៉ាងណាមែនដែរទេអត់ទេយើងមានព្រះយេស៊ូវព្រះអង្គបានសន្យាថាព្រះអង្គនឹងសង្គ្រោះព្រលឹងវិញ្ញាណរបស់យើងទាំងអស់គ្នារូបកាយយើងស្លាប់ប៉ុន្តែព្រលឹងវិញ្ញាណយើងបានរស់តើបងប្អូនទាំងអស់គ្នារស់នៅបែបយ៉ាងណាដោយសេចក្តីសង្ឃឹមដោយការផ្លាស់ប្រែឬក៏បងប្អូនទាំងអស់គ្នាកំពុងតែមានទំនុកចិត្តហើយមានសេចក្តីសង្ឃឹមនៅក្នុងព្រះយេស៊ូវរួចទៅហើយ